Hello ម៉ាក់តោះយើងមកមើលវិធីធ្វើស៊ុបថ្លាសម្រាប់ baby អាយុ6 ខែឡើងមុននឹងដល់វិធីធ្វើស៊ុបម៉ាមីធាសូមបង្ហាញរូបបន្លែផ្លែឈើនិងសាច់ដែលម៉ាមីធាតែងតែយកម្ករំងាស់ធ្វើស៊ុបថ្លាឲ្យអូននេះនឹងវិធីធ្វើស៊ុបគឺមានភាពងាយស្រួលមែនទែនសម្រាប់ម៉ាមីឬម៉ាក់សម័យថ្មីដែលចង់ឲ្យសុខភាពកូនរឹងមាំហើយចង់បន្ថែមរសជាតិឲ្យឈ្ងុយឆ្ងាញ់ទៅលើបបរគ្រប់គ្រឿងរបស់កូននោះដោយជាដំបូងម៉ាមីត្រូវលាងបន្លែផ្លែឈើនិងសាច់ឲ្យស្អាតហើយចិតជាចំណិតតូចៗដើម្បីឲ្យវាងាយក្នុងការរំងាស់និងចិញ្ចៀតសម្រាប់វិធីរំងាស់ទឹកស៊ុបថ្លារបស់កូនម៉ាមីអាចដាក់បន្លែផ្លែឈើនិងសាច់រួមបញ្ចូលគ្នាទាំងអស់បានហើយយើងធ្វើការរំងាស់ប្រហែលជា2ម៉ោងទើបវាចេញជាតិនិងមានរសជាតិឆ្ងាញ់បន្ទាប់មកម៉ាមីអាចស្រង់កាករបស់ស៊ុបចេញហើយអ្វីដែលយើងត្រូវទុកនោះគឺទុកតែទឹកស៊ុបថ្លាតែប៉ុណ្ណោះម៉ាក់អាចទុកទឹកស៊ុបឲ្យត្រជាក់សិនហើយចាំច្រកចូលកំប៉ុងថង់ឬមួយក៏ប្រដាប់ដាក់ទឹកស៊ុបដែលមានពាក្យ Free BPA ដែលវាធន់និងមានសុវត្ថិភាពដល់ការបង្កក់ទឹកស៊ុបរបស់កូននិងដែលងាយស្រួលដល់ម៉ាក់ក្នុងការដកយកដុំទឹកថ្លាបង្កក់នោះយកមកធ្វើបបរគ្រប់គ្រឿងឲ្យអូនអរគុណ